យើងធ្វើល្អសោះស្អីគេជេរមកពីធ្វើយូរក៏ខុសច្រើនធ្វើកើតក៏ចាត្រូវតែយល់ស្របបាទហើយដើម្បីសាមគ្គីភាពយុត្តិធម៌តតនាដូរទៅគេអស់ហើយម្នាក់ឡើងទៀតមិនកាត់គេទម្លាក់ចោលឡើងបោះឆ្នោតទៅចប់អ្នកថ្មីទៀតហើយសិក្សាក៏ទាំងអស់គ្នាប្រទេសជាតិក៏រីកចម្រើនទៅមុខតទៀតហើយខ្ញុំសូមជម្រាបនៅលោកសិក្សានៅនោះណាប្រទេសយើងណាដែលបានសន្តិភាពមកដល់ពីឆ្នាំ1993យើងត្រូវធ្វើផែនការភ្លាមផែនការទី1ស្អីផែនការទី2ស្អីផែនការទី3ស្អីពីព្រោះប្រជាពលរដ្ឋចេះតែកើនឡើងពី1ឆ្នាំទៅប៉ុណ្ណេះ3ឆ្នាំទៅប៉ុណ្ណេះ4ឆ្នាំប៉ុណ្ណេះដល់យើងអត់មានផែនការនឹងទាំងអស់ដូចខ្ញុំនិយាយមិញគេហៅ post war អាក្រោយសង្គ្រាមអាពេលបានសន្តិភាពយើងត្រូវរៀបផែនការយ៉ាងម៉េចវាអត់ហើយគេនេះគេជួយពេលនោះមកកោតសុទ្ធតែកោត billion dollar ជួយទៅជួយស្រុកខ្មែរបើសិនតែពេលនោះយើងឆ្លៀតឱកាសយកលុយនឹងទៅប្រើប្រាស់ដើម្បីសាងមាតុភូមិអុយ rich schools គេទាំងអស់អត់មានច្រឡំបន្តិចទេប៉ុន្តែអត់អញ្ចឹងពេលដែលប្រទេសបានសន្តិភាពភ្លាមនាំគ្នាឆ្លៀតឱកាសទៅពុកលួចប្រមូលដីយកទិញដីមកខ្ញុំអត់និយាយពីក្នុងប្រទេសទេពីក្រៅប្រទេសទៅហ្នឹងអស់លោកខ្លះណាផ្កាយ4មាសហើយបើប្រៀបធៀបទៅខ្ញុំណាពួកអស់នឹងសាក់តិចជាងខ្ញុំផងកាលនៅក្នុងប្រទេសនោះហើយខ្ញុំតាំងការធំណាហើយបើខ្ញុំទៅផ្កាយ5ផងទៅបើប្រៀបពួកនោះផ្កាយ4ហើយអត់បានការអីទាំងអស់ទៅរកទៅទ្រព្យសម្បត្តិហើយចិត្តអួតប្រាប់ខ្ញុំទៅលុយខ្ញុំសម្បើមទិញរាល់104ក៏បានភាសាបំរើប្រទេសជាតិឯព្រោះភាសាដែលជិះជាន់ហត់ឈាមជាតិអានឹងលោកសុខសាន្តណាពិចារណាមែនតើកុំគិតអារឿងផលប្រយោជន៍ផ្ទាល់ខ្លួនគិតផលប្រយោជន៍ប្រទេសជាតិគិតផលប្រយោជន៍អ្នកក្រីក្រឃើញទេអានឹងសូមផ្ដាំទៅលោកសុខសាន្តមួយទៀតឥឡូវបញ្ចូលជាមួយលោកសុខសាន្តជាអ្នកនាំពាក្យខាងប្រជាជនមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ថាបានប្រព័ន្ធនឹងដល់ណាទៀតចង់បានអីទៀតល្អខ្ញុំសូមទៅសារអាពាក្យបានថាបានប៉ុណ្្នឹងហើយចង់បានអីទៀតខ្ញុំអរគុណណាស់ពាក្យហ្នឹងដូច្នេះណាយើងបាន30ឆ្នាំហើយចង់បានប្រហែលឆ្នាំទៀតកុំតទៅទៀតប៉ុណ្្នឹងបានហើយហើយអស់លោកខ្លះមានលោកកប់ក្តៅហើយមានប៉ុណ្្នឹងបានហើយឈប់ទៅឲ្យអ្នកក្រគ្នាមានលទ្ធភាពសមត្ថភាពវិញអ្នកចេះដឹងក៏គេមកវិញម្ដងផងណាអាចង់បានប៉ុណ្្នឹងហើយដល់ណាទៀតអានេះបកស្រាយចឹងទៅវិញមិនត្រូវក៏បកស្រាយខុសណាលោកសុខសាន្តខ្ញុំផ្ដាំទៅលោកចឹងឲ្យលោកពិចារណាណាប៉ុន្តែខ្ញុំអត់ចង់បានហេតុហួរឬអីទេចង់បានឲ្យតែប្រទេសជាតិយើងរួមគ្នាមានកម្លាំងទាំងអស់គ្នាក្រែងវាបាត់ទឹកដីហូចលឺសូរតែបាត់ទឹកដីហ្នឹងណាចេះតែថាទៅនេះពាក្យមិនមែនលេងសើចទេណារឿងបាត់ទឹកដីដល់ខ្លួនឯងនោះមិនមែនលេងសើចទេរឿងមែនតើណាអ្នកខ្លះមើលដូចកតុយដៅចឹងបញ្ញាកតុយដៅមើលទៅឃើញខ្លីអ្នកដែលមើលគេជ្រៅណាគេឃើញហ្មងខ្ញុំស្លាប់លឺខ្ញុំស្លាប់លឺលោកជួនច័ន្ទបុតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីក្នុងវីដេអូមួយនៅក្នុង Facebook គាត់ត្រូវបានគេសម្ភាសគេសួរថាចំណុចមួយនេះថាតើស្រុកខ្មែរអាចធ្លាក់ដល់ការបាត់បង់ទឹកដីដែរទេគាត់ថាមិនអាចទៅរួចទេគាត់ថាមិនអាចទៅរួចទេព្រោះអីគេថាមិនអាចទៅរួចគេថាគាត់ថាប្រទេសខ្មែរហ្នឹងបានទទួលស្គាល់អង្គការសហប្រជាជាតិហើយមានអន្តរជាតិអីច្រើនទាំងលឺតែគាត់ថាមិនអាចទៅរួចតែបកស្រាយទៅគាត់វិញយ៉ាងម៉េចចំពោះលោកជួនច័ន្ទពុតដែលគាត់ថាស្រុកខ្មែរមិនអាចទៅរួចទេចំពោះការបាត់បង់ទឹកដីអីហ្នឹងគឺសម័យនេះហើយគឺថាប្រព័ន្ធបច្ចេកវិទ្យាទំនើបគេមើលឃើញព័ត៌មានជំនាញពិភពលោកទាន់ហេតុការណ៍គេឃើញមានអង្គការសហជីវជាតិមានខ្មែរក្នុងនឹងដែរតើបកស្រាយយ៉ាងម៉េចចំពោះលោកជួនច័ន្ទបុតដែលជាអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីអ៊ំឆ្លើយបាទអ៊ំឆ្លើយបាទទី1ក្នុងរូបភាពយើងឃើញមានព្រំប្រទល់អីចឹងមែនណាបាទប៉ុន្តែគុំជំរឿបន្ទាប់ពីប្រហែលឆ្នាំទៀតដែលយួនវានៅក្នុងនោះបកវាទៅគ្មានចេតនាល្អវារាយគ្នារួចស្រេចសប្តាហ៍ថ្ងៃមានសមាគម24នៅខេត្តបាទគ្រាន់តែបកោណាមិនវាមើងងាយដល់បកោណាទៀតដល់បកោណាបានចេញអាសាឲ្យតាមឲ្យគ្មានឃើញអ្នកណាទៅកោតទុកអានោះផងហើយវានៅគ្រប់កន្លែងទាំងអស់អ្នកណាស្នេហាទៀតវាបោកចោលបាត់ទាំងអស់យើងអត់ដឹងទេដល់យូរទៅអ្នកកាន់ការនៅក្នុងភូមិក្នុងឃុំក្នុងអីនោះចេញមកទាំងអស់
បោះឆ្នោតទៅឯងពិតមែនតែមានរូបភាពមានពុំបន្ទល់ខេត្តនេះមែនតែយូរទៅឯងដូចប្រទេសលៀងសពថ្ងៃចឹងយើងបាត់បង់ចម្ប៉ានៅចាមបាត់បង់ចម្ប៉ាយួនអត់មានទឹកដីទេបាត់បង់កម្ពុជាក្រោមមួយទៀតមានវត្ត540វត្តប៉ុន្តែមានតែវត្តហ្នឹងអត់មានទឹកដីនៅដដែលហ្នឹងខេត្តមាន24ហ្នឹងនៅដដែលហ្នឹងឯងរូបភាពមើលទៅឃើញប៉ុន្តែបាត់ទៅហើយប្រទេសខ្មែរទៅឯងប៉ុណ្ណឹងអ្នកមើលខ្លីមើលឃើញខ្លីអ្នកមើលយល់ឃើញអញ្ចឹងបានជាអ្នកដឹកនាំមួយមានដឹកនាំមើលខ្លីអ្នកដឹកនាំមើលវិញឆ្ងាយអ្នកដឹកនាំមើលវិញឆ្ងាយយល់ប្រទេសជាតិដូចជាម៉ាក់កាន់ធីចឹងគាត់ធ្វើតស៊ូនៅប្រទេសអង់គ្លេសយកឯករាជ្យចេញឲ្យអង់គ្លេសដេញរត់ចេញពីប្រទេសនៃឥណ្ឌាគាត់តស៊ូឲ្យគាត់មើលឃើញវិញឆ្ងាយដល់គាត់បានឯករាជ្យគាត់អត់មានចង់ទៅយកអំណាចអីទេគាត់ទៅនឹកល្វីរបស់នៅស្រែម៉ាក់កាន់ធីហ្នឹងដូច្នេះគេតស៊ូណាដោយលុតតមាត់គិងអញ្ចឹងគាត់តស៊ូយ៉ាងម៉េចដើម្បីឲ្យបានសិទ្ធិសេរីភាពរបស់ពួកខ្មែរគាត់រហូតដល់ស្លាប់ខ្លួនឥឡូវហ្នឹងគាត់មកឥឡូវហ្នឹងរហូតដល់អាមេរិកអត់មានបាត់ទឹកដីផងគាត់យកពុះសាសនៃខ្មៅនឹងសទេគាត់គឺបានសម្រេចនៅពេលអូបាម៉ាគាត់ឡើងជាប្រធានាធិបតីហើយសម្របទៅតាមច្បាប់ប្រទេសយើងបើសិនជាគ្មានអ្នកស្រែកគ្មានអ្នករិះគន់ពុំមានទៅហើយអំពីការបោកទឹកដីវាទៅឯងហើយប៉ុណ្្នឹងមិនលើដោះស្រាយអត់តរួចអានឹងនិយាយសក្ខេបទៅចោះចាក់ដីអីណាកោះត្រល់ក៏អីទៅបូកគោបូកអីសម្រាប់លោកណាទៅឲ្យមើលឃើញផងអានឹងជាតម្រុយឈ្មោះទៅរកការបាត់បង់ទឹកដីដោយមិនដឹងខ្លួនបាទចឹងចំពោះលោកជួនច័ន្ទបុតហ្នឹងគួរតែស្ដាប់ឡើងវិញទៅព្រោះអីធ្វើដល់តអ្នកសារព័ត៌មានមួយហើយมันអាចវិភាគបាននៅបញ្ហានយោបាយស្រុកខ្មែរណាសូម្បីប្រជាពលរដ្ឋសម័យធម្មតាក៏គាត់អាចយល់បានដែរចំពោះរឿងបញ្ហាអាណានិគមសម្មាវហ្នឹងហើយខ្ញុំគួរជឿដែរនៅពេលខ្ញុំស្ដាប់វីដេអូហ្នឹងគាត់គេសួរថាដល់ស្រុកខ្មែរអាចឈានដល់ដំណាក់កាលដែលបាត់បង់ទឹកដីតាមគាត់ទៅវាអបតនាខែដីនៅទឹកដីហ្នឹងឯងប៉ុន្តែគាត់នឹងដូរមនុស្សគេនិយាយអ៊ំប្រាប់ប៉ុណ្ណេះមួយទៀតតែអ៊ំទៅបាយលិនណាបាទនៅលើវត្តកងកាងណាខាងក្រោមឃើញក៏អ៊ំយកអរិញនៃយកពុទ្ធរូបពីព្រះអង្គដែលមានប្រភព4នោះបើទាំងអស់មកព្រះអង្គមានប្រភព4នោះ4ឡើងទៅគាត់នៅលើកំពូលវត្តកងកាងយួនវាទៅសេលើវាដាក់ជាអក្សរបារាំងវាចេះបារាំងថ្ងៃណាថ្ងៃខាននៅក្នុងបាយលិនវាស្អាតឥឡូវនៅនោះអ៊ំអត់លុបចោលទេអ៊ំអត់មានអីថតទុកចាំអ៊ំទៅប៉ុន្តែនិយាយទៅថ្ងៃក្រោយធ្វើអនុសាសន៍យកមកដាក់ Facebook ហ្នឹងមួយទៅហើយទៅអង្គរវត្តក៏ចឹងដែរអ៊ំទៅឃើញវាទៅសេអាយួនភាសាយួនវៀតណាមវាមកដល់ថ្ងៃនេះណាវាធ្វើទាំងអស់ហើយមួយទៀតវាថតរូបថតអីនៅលើអង្គរវត្តក្នុងសម្បាំហើយវាយកទៅបុកគុំនោះសភៅវាប្រាប់កូនចៅវាតែថ្ងៃប៉ុណ្ណេះប៉ុន្តែខែប៉ុណ្ណេះឃើញនេះពួកវាមកដល់អង្គរវត្តវាមកកន្លែងរបស់វាសិតទៅរៀបចំឲ្យទាំងអស់ឥឡូវនេះមិនតាន់ដល់ពេលវេលាមួយដែលវាត្រូវស្វែងចេញជាផ្លូវការផងរហូតដល់វាខ្លះមានឋានកោវត្តរបស់វាហើយអារឿងហ្នឹងប៉ិតពីព្រោះវាបោះពុំមួយចែកទៅហើយមួយទៀតនោះនៃ fly Bangkok Airlines to នៃទៅពីស៊ីតអង្គរខាងសាមួយទៀតក៏គេប្រើដែរជីកប៉ាល់ហោះថៃដើម្បីទៅលេងអង្គរវត្តណែអ៊ំទៅឃើញគេដាក់ផ្លាកធំនៅក្នុងអរិញនៃទីលានយន្តហោះដូច្នេះវាគ្រប់ផែនការទាំងអស់យើងហ្នឹងណាស្មារតីគ្រាន់តែអ៊ំចូលទៅឆ្នាំ1991មុនទៅតាំងពីដីនៅកពីកពុក90ពិបាកមែនទេវាឲ្យយើងសុបាយដោយសារថាសុខសុបាយហើយបានគ្រាន់តែបាននៅជួយចវាភ្លើងឲ្យប្រងព្រាតអត់ទៅហើយស្រីសិតតែស្រីមកពីស្រុកជួនសល់ទៅបំរើពួកអរិញអ្នកដេញព្រៃផ្ដាស់គ្រប់ទាំងអស់ហ្នឹងហើយតែសត្រូវយើងវាចំបានប៉ុណ្ណឹងឲ្យយើងសុបាយផុតទុកថោយើងអស់អីទៀតដែរសុបាយអាសុបាយនឹងហើយដេញសត្រូវវាចូលខាងក្រោមយ៉ាងស្រួលណាបាទអ៊ំគាត់ទៅឃើញអូទៅហើយចាស់ថ្លៃដួលហើយអស់ទៅហ្មងគេចង់ឲ្យយើងលែងគិតរឿងនយោបាយលែងគិតរឿងអីទាំងអស់ឥឡូវហ្នឹងបាទគាត់ឲ្យយើងគិតទៅសុបាយឥឡូវនេះក៏យ៉ាងដែរមកដល់ពេលហ្នឹងហើយឥឡូវខ្ញុំនិយាយអស់អ៊ំទៅថ្ងៃនោះគេធ្វើជប់លៀងអីមួយក្រោយអំពីការជប់ជុំហើយមក
nơi bạt bóng nâng nơi cái này là restaurant muối xăm kia sẽ đi cái lúc muối khuôn mà này nè chụp lực thì muối ấy từ đó chụp đến là lúc muối ở cái bị chết phong có thằng ông cu ông như thế bị bố có chụp mấy ông có đi làm America đi tôi thiền à tức là vậy đấy ông to su lực tràn lực năng quạt máu sắp tới đây từ lừa đến cầm nô mía cầm nô bịch cầm một đấy rồi lên mới khóc nèរឿងស្ថានភាពការរៀនសូត្រខុសគ្នាការនិយាយស្ដីខុសគ្នាវិចារណញ្ញាណក្នុងគោលដៅខុសគ្នាហើយអ៊ំនឹងអង្គុយទឹកណាសុទ្ធតែពួកគេសុទ្ធតែមកជួយរិញណែចិត្តដឹកជាមួយហ៊ុនម៉ាណែតស្អីគេការពារតោះនេះផងវាខ្សត់ប្រាប់គ្នាទៅរកស្រីទុកឲ្យហ៊ុនម៉ាណែតមួយស្រីបាទរឿងសឹកធ្វើអញ្ចឹងបាទរឿងបាត់នេះឃើញច្បាស់នឹងផ្នែករឿងទឹកនេះណាទៅរកស្រីណាស្អាតនឹងបាត់បងដូច្នេះឲ្យតែទៅជំនុំមីណាទៅហើយមិនមែនតាមលោកហ៊ុនម៉ាណែតទេអ្នកណាក៏ដោយឲ្យភាគច្រើនឲ្យតែទៅបានបេសកកម្មនៅកន្លែងណាមួយរួចហើយគេទៅទៅម្ចាស់ថ្លៃហើយនៅក្នុងសហរដ្ឋអាមេរិកអ៊ំប្រាប់ណាលោកបងប្អូនទាំងអស់ណានៅក្នុងប្រទេសណាបើសិនជាតំណាងរាស្ត្រណាមួយឬក៏មានអ្នកមុខមាត់ណាមួយឬសូថាមានស្រីនៅក្នុងអូតែលអ្នកនឹងគឺធ្លាក់បនស័កថ្មពីបញ្ចាត់ណាហើយយើងនេះទៅជាវត្តធម៌អញ្ចឹងទៅហើយឲ្យតែទៅឡៃណាទៅមានស្រីនឹងណារឿងគេថារឿងមានស្រីហ្នឹងវាដូចជាវាធូរនេះក៏មកតែយកកូនគេចាប់អីណាស្រុកខ្មែរគឺគេមើលទៅវាសិលធម៌វាធ្លាក់ខ្លាំងមែនតើហើយចំពោះ LDP គឺយើងចង់បន្តសិលធម៌នឹងឡើងវិញប៉ុន្តែអ្នកមួយចំនួនគេមើលឃើញអត់មើលឃើញកន្លែងដែលយើងខំបន្តហើយគេមើលឃើញតែយើងកន្លែងអាក្រក់បន្តិចដែលយើងប្រើពាក្យធ្ងន់ហ្នឹងគេចោទយើងថាយើងហ្នឹងជាមនុស្សអសិលធម៌ទៅវិញតែអ៊ំយល់ឃើញមិនដែរចំពោះចោទណាLDPគេចោទថាជាមនុស្សអសិលធម៌អ៊ំក៏យល់មកយល់ទៅហើយថាពួក LDP ហ្នឹងណាបាទតែកាលនោះយល់ពី LDP មែនទេគឺបរិសុទ្ធជាងលោកសង្ឃទៅទៀតបាទលោកសង្ឃខ្លះនៅទៅថើបស្រីនៅទៅរលលុយឱកាសណា LDP ដូចជារូបអ៊ំជាដើមណាដែលអ៊ំចូល LDP ណាអ៊ំណាគិតគូរអំពីផលប្រយោជន៍ជាតិពិតប្រាកដតាំងពីមិនមកដោយសារតែ LDP អញ្ចឹងហើយដោយសារតែអិរិយារបស់អ៊ំអញ្ចឹងហើយបានអ៊ំចូល LDP បានបើ LDP មិនអញ្ចឹងទៅអ៊ំចូលទៅងាកមកសង្គ្រោះជាតិក៏ដូចជាពួកប្រជាជនគិតតែពីស្លាយយល់តែលុយ$2,000មួយខែពីតំណាងរាស្ត្រប៉ុន្តែមិនដឹងឃើញបានប្រយោជន៍អីហើយលុយហ្នឹងលុយរាមើលអីយុទ្ធស៊ីចុកមកក្នុងគ្រួសារតំណាងរាស្ត្រ2-3នាក់បានថាអូយមកចាប់ថ្លៃហើយជន់ជីជន់ឆ្លីប្រជាពលរដ្ឋខ្មែរឲ្យស្រួលម្លឹងអ៊ំក៏ពិបាកចិត្តណាស់ណាខ្ញុំសូមបង្វល់កណាកុំធ្វើអញ្ចឹងទៀតណាហើយប្រជាពលរដ្ឋក្រីក្រឡើងពិចារណាមែនតើណាខ្ញុំអត់មាននិយាយលេងសើចទេខ្ញុំក្រដោយសារតែចង់ឲ្យក្រពាក្យខ្មែរយើងគេថាក្រចោះឲ្យតែមានណាអាក្រក់ចោះឲ្យល្អតំពាំងស្នងរស័យទៅណាប្រើពាក្យនេះរហូតដូច្នេះអស់លោកតំណាងរាស្ត្រហើយខ្ញុំក៏ឆ្អិនឆ្អៅដែរបោះឆ្នោតឲ្យតំណាងរាស្ត្រខ្ញុំជា advisory board to the governor Massachusetts ទីប្រឹក្សាណាពួកអាស៊ីដែលទីប្រឹក្សាមានទាំងអស់2តំណអ្នកក្នុង2តំណអ្នកហ្នឹងមាន5តំណអ្នកមានខ្មែរមួយខ្មែរលាវចិនយួនម៉ាឡេស៊ីក្នុងមានឥណ្ឌាឲ្យតែពួកអាស៊ីហើយជាទីប្រឹក្សាមួយមិនមែនជាតែទៅហេឥឡូវចូលដល់ទីប្រឹក្សាទៀតអត់វាយជាអីគេយកគណៈកម្មការគេ2តំណអ្នកក្នុងរដ្ឋ Massachusetts នោះគេយកជីវប្រវត្តិហើយគេហៅទៅសួរទៀតសួរទៅគេឃើញមើលទៅឃើញថាល្អហើយគេបញ្ជូនឲ្យទៅនៃគណៈកម្មការបានសម្រេចហើយឲ្យនៃ Attorney General ដែលខាងមើលនៅក្នុងរដ្ឋ Massachusetts ដែលត្រួតត្រាខាងរនៃក្រសួងយុតិធម៌ណាគេប្រកាសត្រាឲ្យចេញសញ្ញាបត្រទៀតដើម្បីឲ្យឡើងជាទីប្រឹក្សារបស់នៃ Governor មួយឆ្លងកាត់ច្រើនណាស់ហើយអត់ប្រាក់ខែហ្មងគាត់តែមាន advisory board ទេប៉ុន្តែអត់ប្រាក់ខែទៀតប៉ុន្តែទៅណាមកណាគេចេញលុយឲ្យទៅខ្លះអញ្ចឹងប៉ុន្តែស្រុកខ្មែរវិញណា advisor ទីប្រឹក្សាប្រាក់ខែ$400ហើយតែមិនដឹងជាស្អីណាមកទៅមកដល់ហើយទីប្រឹក្សាឯកឧត្តមយកទៅធ្វើបាបប្រជាពលរដ្ឋទៀតអើយខ្ញុំមិនដឹងជាច្បាប់ខ្មែរនឹងចេញពីណាទេលុយរដ្ឋរាយអស់ប៉ុន្តែប្រជាពលរដ្ឋវេទនាខុសច្រើនណាស់ខុសស្រុកខ្មែរណាដូច្នេះខ្ញុំតទៀតខ្ញុំស្ដាប់ទៀតតើអ៊ំ
អ៊ំជាអ្នកមួយដែលមានមុខមាត់នៅក្នុងគណៈបកសម្ពោធជាតិដែរគេស្គាល់អ៊ំសឹងទាំងអស់ថ្នាក់ដឹកនាំតើមានអ្នកដែលនៅក្នុងនឹងមានដែលស្ដាប់ពីអ៊ំបានបញ្យល់ណែនាំអំពីគណៈបក LDP ទេហើយឬក៏គេមានបដកម្មយ៉ាងម៉េចចំពោះអ៊ំដែរនៅពេលដែលដឹងថាអ៊ំគាំទ្រគណៈបក LDP អញ្ចឹងតើគេមានបដកម្មខ្លាំងមកលើអ៊ំទេអ្នកដែលនៅក្នុងជួរថ្នាក់ដឹកនាំគណៈបកសម្ពោធជាតិហ្នឹងណាដែលអ៊ំថាអ៊ំស្គាល់សឹងទាំងអស់គេស្គាល់អ៊ំសឹងទាំងអស់គ្នានេះថាគេមានបានបដកម្មអីចំពោះអ៊ំដែលឃើញអ៊ំចូលគណៈបក LDP អញ្ចឹងណាសំណួរនេះបងណាអ្នកខ្ញុំចង់បានអាហ្នឹងឥឡូវឆ្លើយជាទូទៅទាំងអស់ក្នុងពិភពលោកហ្នឹងមិត្តភក្តិខ្ញុំបងទៅជាបងខ្ញុំក្តីដុកទ័រនៅណានៅ Florida នោះក៏មានដុកទ័រចូលមកដែរខ្ញុំសុំជម្រាបទៅនេះពីដើមខ្ញុំជួយសង្គ្រោះជាតិជួយដែលប្រជាជនហើយនឹងគណៈបកប្រជាកម្ពុជាប្រជាធិបតេយ្យឲ្យរួបរวมសាមគ្គីគ្នាពួកខ្ញុំជួយធ្វើដូចខ្ញុំជម្រាបហើយខ្ញុំវាយ Telegram មកផ្ញើកាសែត tape ទៅថ្វាយបកូណាតានោះព្រះអង្គនៅគង់នៅប្រទេសចិននោះមួយឲ្យបានលោកគឺអ៊ំហ្នឹងហ៊ុនសែនទៅថ្ងៃណាស្មានណាអ៊ំមានទាំងអស់ពីព្រោះអ៊ំមានព័ត៌មានមួយប្រចាំថ្ងៃអ៊ំជាវ$360ក្នុងមួយឆ្នាំមួយថ្ងៃអ៊ំមានមួយថ្ងៃអ៊ំមានមើលតាមប្រចាំថ្ងៃពួកអ៊ំរៀនភាសារៀនអង្គនយោបាយអ៊ំទៅតាមមើលទាំងអស់លោកហ៊ុនសែនទៅដល់សម្ងាត់ទេមិនមែនបើកឲ្យអ្នកដឹងទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាំឲ្យខ្ញុំនិយាយនេះនិយាយចំហទៅ2ដងដល់ឡប់មកវិញបានឯកឧត្តមខៀវសំផនលោកតាខៀវសំផនទៅទៀតទៅដែរអ៊ំទៅទៅកាំងជួបបកូណាពួកអ៊ំអ្នកសុំឲ្យបកូណាពង្រួមជាតិby Telegram ផងផ្ញើទេទៅព្រះអង្គក៏ផ្ញើមកវិញដែរអ៊ំមានលិខិតមកឆ្លុះពីបកូណាមកនោះតាំងពី79មកនោះអត់សូមអរគុណសាកលវិទ្យាធិការបាត់របស់គាត់ឃើញរឿងលិខិតរបស់បកូណាអីចឹងគាត់ខំយកទៅអាឡាំពីនេតដាក់កដាស់បិទឲ្យទៀតគាត់ចេញលុយគាត់ឃើញគាត់ស្រឡាញ់យកទៅបិទរបស់បកូណាហ្នឹងហើយអានឹងឃើញរួមគ្នាណាអានឹងនិយាយអំពីការគណៈបកប្រជាជនហើយនៅកម្ពុជាប្រទេសនៅក្នុងគណៈបកណែសំរងស៊ីនេះហើយគណៈបកអីសិទ្ធិមនុស្សនេះលោកកឹមសុខាលោកសេរីស៊ីនេះអូម៉ៃអ្នកនិយាយនៅកាលីហ្វ័រញ៉ាយើងរួមគ្នាទៅពីយើងបែកគឺគ្រាន់តែថាយើងសេរីដូចគ្នាឲ្យបែកអញ្ចឹងយើងទៅចង់រំដោះប្រទេសជាតិចេញពីសត្រូវយ៉ាងម៉េចទៅជំនុំម្ដងបាន10នាក់បាន5នាក់ហើយអ៊ំឃើញវាទៅផ្លេចពេកប៉ុន្តែអ៊ំមកចូលហើយលោកប្រធានខាងរាងខាងសកម្មសខានៅលោកអង្គសាឡេហ្នឹងតែខ្ញុំនិយាយហ្នឹងស្ដាប់ទៅគេលឺដល់ទៅក៏ក្រោយមកពួកគេរួមគ្នាគ្រាន់តែរួមគ្នាព្រាមចូលជំនុំដំបូងជាង500នាក់ប៉ុន្តែអ៊ំអត់មានទៅចូលទេដកខ្លួនថយតលថ្ងៃអ៊ំនោះទៅសុរិននោះយកពួកអ្នកចម្រៀងមកបានចូលទៅជាមួយពួកចម្រៀងគឺតែអ៊ំក៏អត់រវល់ទៀតអត់និយាយជាមួយរងស៊ីក៏អត់និយាយជាមួយលោកកឹមសុខាក៏អត់និយាយរកពីពួកអ៊ំមិនមែនជាមនុស្សរួមក្រាបទេបាទអ៊ំចង់ធ្វើអីមួយគឺធ្វើមិនគិតផលប្រយោជន៍គឺប្រយោជន៍ផលប្រយោជន៍ជាតិជាធំសូម្បីតែធ្វើក្នុង LDP ហ្នឹងក៏ដោយគឺដាច់ខាតអត់មានទៅទទួលយកតំណែងអីមើលឃើញភ័យខ្លាចក្រែងវាមិនបានជោគជ័យសម្រាប់ប្រទេសជាតិយើងទាំងមូលភ័យអានោះជាងដូច្នេះណានិយាយអំពីកឹមសុខាហេរ៉ាំស៊ីណាដែលជួយស្មើមកអ៊ំហើយកាលមុនទៀតគណៈបកលោកតាស៊ុនសានទៀតគាត់និយាយដែរគាត់ជួយដែរលោកស៊ិនសបេណាគាត់ដឹងហើយអ៊ំបោះគុំកសែតនៅ Massachusetts នោះសិតតែជួយទាំងអស់ហើយគណៈបកពុនសំពេចហ្នឹងកាលនោះមានព្រះអង្គចាស់ទៅលោ Massachusetts នោះក៏ខំចុះនៅក្នុងទំព័រសិតតែក្នុងនេះឲ្យពង្រួមជាតិទាំងអស់មិនដែលវាយណាមួយទេរហូតមកទល់ពេលនេះសូម្បីតែគណៈប្រជាជនក៏ប្រាប់គេដែរថារួមគ្នាពីព្រោះគណៈបកប្រជាជនក៏មានគេល្អគណៈបកសង្គ្រោះជាតិក៏នៅតែល្អហើយអ៊ំអត់មានធ្វើអីខុសបើគេថាឲ្យអ៊ំរឿងគេថាទៅប៉ុន្តែអ៊ំអត់ទាន់មានខុសសម្រាប់គណៈបកណាមួយទេហើយរឿងដែលអ៊ំចូលក្នុងសម្ព័ន្ធនេះអ៊ំបានបញ្យល់ហើយបញ្យល់ទៀតច្បាស់លាស់របស់អ៊ំណាពីព្រោះមានយន្តនាការយន្តអីហើយយន្តនាការ8ណាយន្តការ8ហ្នឹងអានឹងហើយអា policy post war ណាក្រោយសង្គ្រាមអាក្រោយដែលយើងជាប់ឆ្នោតក៏មកជាប់ឆ្នោតទៅស្រាប់តែគេចងៀងមកនឹងធ្វើអីណាដូច្នេះខ្ញុំសួរមួយទៀតតើនៅក្នុងជួរគណៈបកអនហ្នឹងគឺសូតែមានទិញដូរតំណែងមានពិតប្រកបមែនណាអ៊ំទិញដូរតំណែងរាជហ្នឹងអ៊ំសូមប្រាប់មួយណា
មួយនៃសម្រិឃើញហើយណាអ៊ំបានចូលគុណកំពេចក្នុងរយៈពេលប្រហែលជា2ខែហើយការដែលចូលគុណកំពេចនោះគឺវានិច្ចមួយគាត់ចង់ជួយគេហៅថាយុវជនរាជានិយមណាបាទអ៊ំទៅជាទីប្រឹក្សារបស់អ្នកសឹងសវិតនោះគាត់មានអនុបណ្ឌិតមកពីស្រុកចិនគាត់កាន់ខាងប្រធានយុវជនរាជានិយមនឹងហើយសឹងសវិតនោះគាត់ធ្វើសាស្ត្រាចារ្យបង្រៀនផងនៅធ្វើការនៅ UME នៅខាងសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចបាត់ដំបងជាមួយអ៊ំនឹងអ៊ំឃើញគាត់ស្នេហាជាតិគាត់ទៅជួយគាត់អ៊ំយកនិស្សិត50នាក់ពីបាត់ដំបងដឹកទៅដឹងយ៉ាងម៉េចទេអ៊ំយកទៅណាគេចេញលុយចេញអត់ស្រាប់ទៅដល់ចូលទៅជំនុំណានិស្សិតទាំង50នាក់ហ្នឹងគេយកទៅប្រាប់ថាដល់ពួកខាងបាត់ដំបងគេយកទេមិនអ៊ំយកទេហើយដល់ណាទេអ៊ំមិនបញ្ចេញឈ្មោះទេសិតតែពួកជើងចាស់អ៊ំគ្រាន់តែចូលទៅព្រាមគេថាគេមិនចង់ឲ្យពួកនិស្សិតនឹងមានបញ្ញាខ្លាចក្រែងលោពួកនឹងធ្វើបដិវត្តអីដឹងរឿងរ៉ាវពួកនៅក្នុងភូមិពេជ្រនឹងទៅបះបោអីគេបំបត្តិព្រាមឥឡូវអ៊ំដកចេញភ្លាមអ៊ំសុំលាលែងពីព្រះអង្គចាស់ដកលែងព្រឹបសួងសវៀតដកខ្លួនទុកទៅគេចេះបាត់អស់មកផ្លែតដូច្នេះគេអត់ចង់ឲ្យបណ្ដោះពួកទេសូមអភ័យទោសព្រះអង្គចាស់និយាយកាប់ទៅថ្ងៃនេះនិយាយក្នុងសាធារណៈរបស់កថាហ្វុនសំពេចអត់ទៅរួចទេកុំខឹងណាខ្ញុំនិយាយពិតទេអត់មានទេខ្ញុំពុកឯងចង់ទៅណាហក់ទៅណាណាបើប្រៀបធៀបទៅសម្ព័ន្ធចាញ់សម្ព័ន្ធឆ្ងាយណាគឺនិយាយចឹងហ្មងសូមអភ័យទោសព្រះអង្គទូមង្គលនោះស្មោះនៅបកូនណាណាមាននរណាស្មោះដល់ទេស្មោះឲ្យប៉ុន្តែអត់ទៅឡែកឡោទេស្មោះឲ្យអត់ទៅឡែកឡោទៀតអ្នកខ្លះស្មោះទៅឡែកឡោរឿងមួយប្រកាសឡើងនៅបាត់ដំបងទៅជំនុំប្រកាសអ៊ំនេះស្រាប់តែមានឈ្មោះឯណាទៅក្រុមការងារទី4ទី1ទី2ទី3ទី4អាទី3ទៅលេខស្រាប់តែចេញជំទាវណាគេមានលុយមិនទៅឃើញមុខផងហើយប៉ុណ្ណឹងចេះភាសាអីខ្លះស្រាប់តែដាក់គេទី3ទី4អ៊ំឆ្ងល់ថាចុះបើដាក់មិនប្រាប់ផងអ៊ំមានទៅប្រាថ្នាចង់ធ្វើក្រុមការងារអីទៅឈរឈ្មោះទៅអីអ៊ំអត់មានទេឃើញទេហើយបានក៏លៀងលេងពីព្រះអង្គចាស់ទៅនឹងអានឹងនិយាយអំពីគេទិញនិយាយមិនទិញគេទិញទាំងអស់ទៅពីក្រៅប្រទេសទៅខ្លះនឹងយកលុយយកកាក់ទៅទិញដូរខ្លះអត់នឹងដឹងអីផងបានតែលុយនឹងទិញធ្វើដំណើរងារហ្នឹងមិនដឹងជាមានយោបល់អីទៅតែជាមួយគេពាក់ទៅអាវគ្រាសេទៅហើយទៅមានយោបល់អីទៅបំផ្លាញជាតិអានឹងមនុស្សនឹងអត់មានសកាជាតិទេទៅបំផ្លាញហើយនៅនេះមិនដឹងខ្ញុំមានជឿចេះដឹងអីផងមកទៅនិយាយឲ្យមានយុត្តិធម៌ទៅអ៊ំខំរាំងស៊ីវិញអ៊ំហ៊ានហៅរាំងស៊ីមកទៅជែកគ្នាលោកប្អូនកឹមសកាវិញហ៊ាននិយាយប្រាប់លោកប្អូនកឹមសកាធ្វើប្តីប្រាស់នៃខំជួយឲ្យចិត្តទៅណាលេបអឡប់ណាយកលុយទៅឲ្យស្រីយួនតាស្រីយួនស្រីអីទៅថាអត់ខ្លាចទេខ្លាចមនុស្សខ្លាចតែមនុស្សធ្វើល្អទេអ៊ំមនុស្សធ្វើមិនល្អអ៊ំមើលងាយមកមិនតែមិនខ្លាចមើលងាយមកនោះបើអ៊ំខ្លាចវិញខ្លាចទៅណានេះជាពលរដ្ឋក្រីក្រនោះគេត្រង់ណាស់បើអ៊ំទៅវិញហ៎ងាប់ហើយបាយទឹកអូគ្រូមកជួយត្រង់ណាបងអ្នកក្រវិញត្រង់ទៅវិញអ៊ំលើករឿងមួយកាលរញ៉េឆ្នាំ2015ឬ14គេហៅថាចប់ឆ្នាំសកលណាគេគ្រប់គ្នាសុទ្ធតែរៀបចំបាតទីអីណាអ៊ំមកទៅឆ្ងាយទៅដល់រញកាពីមួយចូលក្នុងព្រៃជ្រៅនៅថ្ងៃរញ៉េ31នៃធ្នូហ្នឹងណាទៅហូបបាយជាមួយកម្មអ្នកស្រែខ្ញុំឃើញថាខ្លោចចិត្តបងអ៊ំមកគិតរហូតណាអត់មានធ្វើប្រទេសផ្ដាស់ទេអ្វីអំពើតិចតួចដែលអ៊ំធ្វើគិតគូអំពីផលប្រយោជន៍ជាតិទាំងអស់ឲ្យដុសចេញពីក្នុងទ្រូងរបស់អ៊ំ LDP គឺចឹងដូចគ្នាហើយអ៊ំអត់ហ៊ានមើលងាយទេ LDP តាមមើលងាយយុវជនដែលចូលទៅ LPP ច្រើនណាស់ច្រើនមែនតើឃើញទេពីព្រោះ LDP ហ្នឹងណាសិតតែពួកបរិញ្ញាបត្រពួកអនុបណ្ឌិតហើយស្អាតចេះអត់មានជាប់ជាពាក់នឹងបុណ្យស័ក្តិអត់មាននឹងសុខសម្បត្តិអត់មានគឺចេញទៅស្អាតហ្មងក៏ច្រើនទៀតណាដូច្នេះបើសិនជាអ៊ំមើលងាយ LDP គឺអ៊ំមើលងាយពួកយុវជនណាហើយអ្នកក្រីក្របញ្ចូលច្រើនអ៊ំមិនអាចមើលងាយពួកនោះបានទេអញ្ចឹងបានន័យថាកន្លងមកហ្នឹងដែលលោកពូខំវាសនាក៏បកស្រាយពីចំណុចអាក្រក់របស់គណៈបកប្រឆាំងក៏វាខុសគ្នាពីគណៈបកប្រជាជនបានដែរហើយគឺបើតាមអ៊ំស្ដាប់អ៊ំតាមខ្ញុំស្ដាប់អ៊ំមើលទៅគឺវាជាការពិតមែនហើយព្រោះអីការដែលបង្កើត LDP ហ្នឹងព្រោះអីលោកពូខំវាសនាក៏គាត់ធ្លាប់នៅក្នុងគណៈបកហ្នឹងដែរគាត់ឃើញក្នុងគណៈបកហ្នឹងវាអាក្រក់យ៉ាងម៉េចគាត់យកមកប្រាប់ប្រជាពលរដ្ឋខ្មែរ
ប៉ុន្តែកសលអីប្រជាពលរដ្ឋខ្មែរយើងមួយចំនួនខ្ញុំឃើញថាគាត់នៅតែកាប់មុខចឹងគាត់ថាគណៈបក LP ហ្នឹងគឺគណៈបកមួយគណៈគេបង្កើតមកដើម្បីបំបីសម្លេងនេះក៏អត់ជឿពីចំណុចអាក្រក់របស់សំរងស៊ីរបស់កឹមសុខាដែលដូចជាការដែលគេទិញដូរតំណែងអីវល់បលួយគាត់ស្អប់គណៈបកប្រជាជនហ្នឹងមិនស្អាតនៅក្នុងគណៈបកគាត់ចេញមកបង្កើតគណៈបកហ្នឹងចង់ឲ្យចូលមកគណៈបកប្រឆាំងហ្នឹងដើម្បីរកគណៈបកណាដែលស្អាតស្អំដើម្បីជួយជាតិតែពេលចូលគណៈបកសំរងស៊ីហ្នឹងវាមិនខុសពីគណៈបកប្រជាជនប៉ុន្មានទេវាលើសចង់លើសគណៈបកប្រជាជនទៀតមានតំណាងរាស្ត្រខ្លះហ្នឹងយកតាំងពីប្រពន្ធខ្លួនឯងហ្នឹងឈរតំណាងរាស្ត្រហើយយកប្រពន្ធពួកម៉ាក់តំណាងរាស្ត្រខ្លួនឯងហ្នឹងទៀតនៅក្នុងគណៈបកហ្នឹងហើយបើគាត់ឃើញអញ្ចឹងគាត់ឃើញអំពើស្មោករកនឹងវាច្រើនពេកណាដូចថាមនុស្សស្រីក្នុងគណៈបកហ្នឹងណាសិនថាមិនអាចរត់រួចពីប្រចាំដៃតំណាងរាស្ត្រសូម្បីតែលេខាឃើញព័ត៌មានលេខឮតាមបណ្ដាញសង្គម Facebook ហ្នឹងអាយដាមម្នាក់នោះយកលេខាចូលក្នុងបន្ទប់ទឹករដ្ឋសភាមកផ្លែត3ដងអាហ្នឹងយើងឃើញអំពើស្មោកអំពើអសិលធម៌ប៉ុន្តែគេលាក់បាំងណាប៉ុន្តែបើពេលយើងយករឿងហ្នឹងមកនិយាយគេអត់ជឿយើងគេខឹងយើងទៀតអញ្ចឹងណាយ៉ាប់មែនតើចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួនណាយើងចង់បង្កើតគណៈបកឲ្យមួយឲ្យស្អាតឥឡូវអង្គបន្តថាអង្គសុំតសូមជំរាបណាថ្ងៃនេះណែខ្ញុំបង្កើតណាខ្ញុំថ្វាយបង្គំព្រះអង្គគ្រប់អង្គបន្តទៀតហើយប្រជាពលរដ្ឋទាំងអស់ប្រគល់ណាព្រះអង្គម្ចាស់ជីវិតលើធំក៏គង់តែដឹងឮទេទូបង្គំនៅគោរពព្រះមហាក្សត្រអត់ក្បត់រហូតមកទល់ពេលនេះគឺយល់តាំងពីប្រគល់ណាសៅទីនគត់ទៅឥឡូវនោះព្រះអង្គគង់នៅទីនេះទៀតឥឡូវប្រជាពលរដ្ឋទាំងអស់ខ្ញុំបង្កើតណាខ្ញុំណាគឺយល់ច្បាស់ណាស់ពីរឿងសម្ពន្ធហើយគោរពណាស់ទៀតអ្នកដែលចូលសម្ពន្ធដូចនិយាយមិនត្រាក់ចឹងអ្នកដែលចូលសម្ពន្ធហ្នឹងណាភាគច្រើនគឺដូចនិយាយមិនយុវជនស្អាតស្អំពិសិដ្ឋដែលជាផ្ទាំងសម្ពុតសនោះអត់មានធ្លាក់ខ្មៅទៅលើទេដូច្នេះណាលោកគ្រូនៅខាងអ៊ំនៅខាងហ្នឹងដែលលោកអ៊ំតែងតែអំពាវនាវគាត់ទៅបង្រៀននៅសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចរបស់បងចង់បណ្ដុះបណ្ដាលគេតើខ្លួនឯងនឹងវាស្អាតអមដែរណាឲ្យអ៊ំមកត្រួតត្រាមើលពិនិត្យមើលខ្លួនឯងទោះបីអ៊ំនៅទីណាក៏ដោយអ៊ំមិនអាចធ្វើល្អនៅចំពោះមុខគេទេអ៊ំអត់ឃើញចឹងទេអ៊ំទីទានខ្លួនឯងរហូតតើអ៊ំទៅឈរនៅកន្លែងណាក៏ដោយមកទុកសំបីតែនៅក្នុងកន្ទប់ទឹកក៏អ៊ំទីទានខ្លួនឯងដែរគឺថាគ្រប់សពទាំងអស់យើងធ្វើជាគំរូមួយដែលនិយាយទៅរកនិស្សិតដើម្បីបណ្ដុះពូជដែរតើខ្លួនឯងចឹងតែនឹងដែលអ៊ំមិនក្បត់ខ្លួនឯងអ៊ំមិនចង់ហាមងាត់ទៅនិយាយប៉ុន្តែខ្លួនឯងស្មុគរោគអត់អញ្ចឹងទេមានមនុស្សច្រើនណាស់អ៊ំសង្កេតមើលឃើញអ្នកខ្លះប្រកែកនិយាយប៉ុន្តែខ្លួនស្មុករោគអ៊ំដឹងភ្លាមទៀតមិនមែនមនុស្សល្ងងទេអ៊ំមនុស្សណាគាត់ដើរជំទាស់ដើរតែ2 3ជំហានដឹងឯងមើលឯងហ៊ានមើលដល់ប៉ុណ្្នឹងទៀតទេពេលខ្លះមិនមែនទេអ៊ំដូច្នេះរឿងដែលថាសម្ពន្ធគេជេរគេអីអត់អីទេអ៊ំនិយាយប្រាប់ពួកគ្នាយើងនៅនេះណាអំណត់អត់ធន់សេចក្តីអំពើល្អណាស់ពិបាកធ្វើណាស់ប៉ុន្តែអំពើមិនល្អណាស់គឺស្រួលធ្វើទេហើយអ៊ំតែងតែបញ្យល់កូនដែរអ្នកណាក៏ដោយកូនសិស្សដែរសេចក្តីអំពើល្អណាស់គឺជាការសន្សំមួយគេថា investment សន្សំអំពើល្អមិនបាច់ចាំសន្សំលុយទេសន្សំអំពើល្អសន្សំអំពើល្អអត់ពិបាកស្រួលអត់ត្រូវចំណាយលុយអត់មានគ្រោះថ្នាក់អីទាំងអស់គ្រាន់តែធ្វើល្អទៅបានណាស្រួលមាននរណាមកជាហាំងយកកំភ្លើងមកបាញ់យើងអត់តទៅសោះប៉ុន្តែមនុស្សអត់បានគិតអញ្ចឹងមកគេខ្លះកំធ្វើល្អតែពីក្រោយខ្នងរួចទៅបាទចឹងមិនថាចង់នេះច្រើនម្នាក់ចង់បានឈ្មោះល្អបើអត់ធ្វើល្អឯងម្នាក់ចង់បានតែឈ្មោះល្អប៉ុន្តែអត់ព្រមធ្វើពេលល្អទេណាចេញមកគឺលាក់អមួយទៅអ៊ំថាអញ្ចឹងអត់ទៅអ៊ំនិយាយពីទៅលោកអូនកឹមសុខាមានប្រពន្ធយួនដែលគេទៅលួចថតបានហើយថាលួចថតគេវាខុសច្បាប់ទេប៉ុន្តែខំហ្នឹងឯងអ៊ំដឹងទៅថាយកអាហ្នឹងមកជាផតតាំងគាត់និយាយជាមួយស្រីយួនហ្នឹងដឹងថាមិនទេអូយដល់គេដឹងខ្វះគេងាប់អញ្ចឹងនេះអាហ្នឹងហើយទេអាហ្នឹងវាក្រោយខ្នងគេនៅមុខគេធ្វើល្អអាក្រោយខ្នងលាក់អូទៅហើយលោកអូនកឹមសុខាណាអ៊ំថាលេងចេញទៅមុខអ៊ំខ្មាស់គេអស់មុខហើយជាមួយអ៊ំលោកអូនកឹមសុខាទៅអស់មុខហើយ
កុំបោកប្រជាពលរដ្ឋទៀតណាកុំធ្វើប្រេកបណ្ដាណាអ៊ំណាជាជនជាតិខ្មែរម្នាក់អ្នកណាដែលធ្វើបាបមើងងាយប្រជាជនខ្មែរគាត់ធ្វើមើងងាយបាបអ៊ំចឹងណាអ៊ំមនុស្សមានព្រឹកបន្តិចប្របាទជ័យប្រមាណទី7អ៊ំមិនមែនប្រៀបធៀបខ្លួនឯងប្របាទជ័យប្រមាណទី7ទេប៉ុន្តែប្របាទជ័យប្រមាណទី7ព្រះអង្គខ្លាំងក្លាមកពីស្អីការទុកសោករបស់ប្រជាពលរដ្ឋគឺជាការទុកសោកវេទនារបស់ព្រះអង្គបាទឲ្យយល់ណាតើមានមនុស្សប៉ុណ្ណាប្រមាណអ្នកនៅប្រទេសកម្ពុជាយកសេចក្តីទុកសោករបស់ប្រជាពលរដ្ឋជាទុកសោករបស់ខ្លួនឯងមានប្រមាណអ្នកចេញមកច្បាស់មកខ្ញុំចង់ឃើញមុខមនុស្សហ្នឹងអញ្ចឹងបានជាមនុស្សមួយចំនួនមនុស្សមួយចំនួនលោកកុំស្នាយ៉ាងហោចណាស់ក៏អ៊ំរួចឃើញសង្កត់គាត់គឺថាគាត់ច្បាស់អញ្ចឹងមកគាត់គិតទៅរកអ្នកក្រហៅអាហាមគាត់ហៅគ្នាគាត់សិតពួកអាហាមហើយគេថាគណៈបកគាត់សង្សាគណៈបកស្មូមអញ្ចឹងបានគេខ្ញុំចង់កាត់អ៊ំបន្តិចអញ្ចឹងបានមនុស្សមួយចំនួនគេថាគេថាគណៈបកសម្ព័ន្ធគេថាមិនអាក្រក់អីទេល្អហើយគេមិនចង់ថាយើងគណៈបកអាយ៉ងអីណាប៉ុន្តែគេថាប៉ុន្តែគណៈបកផ្សេងទៀតក៏គេល្អដែរគេចង់ជួយជាតិដែរកន្លែងហ្នឹងហើយដែលយើងខ្ទាស់ហ្នឹងនិយាយថាបើសិនជាគេជួយជាតិយើងមិនបាច់ចេញមកទេពួកអស់ហ្នឹងមិនមែនធ្វើដើម្បីជាតិទេគឺធ្វើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននឹងឯងដូចអ៊ំនិយាយអញ្ចឹងគឺមានទិញតំណែងមានអីធ្វើដើម្បីជួនកាលអ្នកធំហ្នឹងរកតែស្រីក្មេងរកតែប្រពន្ធចុងមានដល់យួនទៀតអាហ្នឹងឲ្យបងប្អូនមួយចំនួនបានគិតបានឃើញមានបងប្អូនយើងខ្លះសូម្បីតែសម្ព័ន្ធ LDP តំយោថ្មីថ្មោងគាត់ថាយើងកុំអាបតកម្មគេខ្លាំងពេកទោះបីជាយើងមិនគ្រប់គ្រងគេប៉ុន្តែគេក៏មានគោលដៅដូចយើងដែរទៅជួយជាតិដែរកន្លែងហ្នឹងហើយដែលយើងចង់ខ្ទាស់ឲ្យបើយើងព្រោះយើងឃើញនៅគណៈបកហ្នឹងជួយជាតិដែរយើងអត់បង្កើតទេយើងអត់បង្កើតគណៈបកមួយថ្មីទេយើងចូលពីគេបាត់ហើយប៉ុន្តែគោលដៅគេមិនអត់ដូចយើងគេធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៅច្បាស់កន្លែងហ្នឹងបងប្អូនមួយចំនួនត្រូវហើយនឹងតែគេថាគេស្នេហាជាតិដែរយើងដើរផ្លូវនេះយើងដើរផ្លូវនោះអានឹងគាត់ជ្រៅទេភាសានឹងភាសាផ្ទាល់ទេស្នេហាជាតិដូចអ៊ំនិយាយមិញអញ្ចឹងតើក្រោយសង្គ្រាមគេរៀនសូត្រអ៊ំរៀនណាទៅ post war ត្រូវធ្វើយ៉ាងម៉េចនៅពេលក្រោយសង្គ្រាមក្នុងប្រទេសមួយដែលកណាដែលរៀបចំមិនត្រូវក្រោយសង្គ្រាមនឹងវេទនាលើដើមឥឡូវអ៊ំនៅឧទាហរណ៍នៅអ៊ីរ៉ាក់ហើយនៅលីប៊ីយ៉ាដូចជានៅស៊ីរីយ៉ាជាដើមឥឡូវថាស៊ីរីយ៉ាអត់ទាន់កើតជារឿងហេតុរឿងហេតុនៅអ៊ីរ៉ាក់សិនតែអ៊ីរ៉ាក់សង្គ្រាមមកតែ6ឆ្នាំហើយយកឈ្នះជោគជ័យវាយសាដាមហ៊ូសានចេញមែនប៉ុន្តែបន្ទាប់មកសាដាមហ៊ូសាននឹងតើប្រជាពលរដ្ឋបានសុខសាន្តទេសប្តាហ៍តើយើងមានគិតអា post war ទេអាពេលដែលជោគជ័យជំនះចេញពីសាដាមនេះយើងមានគិតទេហើយវាចាំមិនរឿងនៅលីប៊ីយ៉ាចឹងដែរអាកាដាហ្វីចេញបាត់ហើយប៉ុន្តែអាកាដាហ្វីចេញទៅវេទនាកាត់សម្រាប់គ្នាលើកតាកន្លែងហ្នឹងឯងដែលសម្ព័ន្ធខំប្រឹងអ៊ំកន្លែងហ្នឹងតែពូគាត់ខំបញ្យល់រិះឲ្យចេះព្រោះយើងថាគោលដៅឈ្នះឆ្នោតមិនមែនជាគោលដៅចុងក្រោយទេបើសិនជាយើងបានតែស្លឹកឆ្នោតប្រជាពលរដ្ឋយើងអត់យល់ដឹងប្រជាពលរដ្ឋយើងខ្សោយយើងថាពលយើងអត់មានខ្លឹមយើងមិនអាចដឹកនាំប្រទេសបានទេកន្លែងហ្នឹងដែលមានទស្សនវិស័យរបស់ពូកឹមវិស្នាគាត់មើលឃើញដើម្បីដោះស្រាយបញ្ហាសពគ្រប់ហ្នឹងទី1គឺមានមេដឹកនាំល្អហើយប៉ុន្តែវាមិនឆាំងទេប៉ុន្តែបើសិនជាប្រជាពលរដ្ឋហ្នឹងវាមិនកើតយើងមិនអាចដឹកនាំប្រទេសបានទេពីអញ្ចឹងបានគណៈបកសម្ព័ន្ធរបស់ប្រជាធិបតេយ្យកាន់ក្បាលមេក្រូឡើងគឺបញ្យល់រាជមនុស្សមួយចំនួនថាយើងចង់បំផ្លាញសាសនាប៉ុន្តែសាសនាហ្នឹងយើងត្រូវដឹងណាបើសិនជាយើងយល់អត់ច្បាស់សាសនាអាចខ្លាយទៅជាទម្ងន់របស់យើងធ្វើឲ្យយើងមិនអាចមានការគិតហ្នឹងឲ្យបានច្បាស់លាស់ហើយយើងទៅងប់ងល់នឹងជំនឿហ្នឹងប្រពៃណីមួយចំនួនក៏យើងត្រូវតែលើកឡើងមកនិយាយដែរអញ្ចឹងហើយបានជាគេចោទយើងថាផ្លាស់សាសនាយើងអត់ចង់បានការគ្រប់គ្រងគំនិតទេយើងចង់បានការគ្រប់គ្រងបោះឆ្នោតឲ្យទេយើងចង់បានការគ្រប់គ្រងគំនិតហើយការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋហ្នឹងចំណេះដឹងទូទៅហ្នឹងដែលសំខាន់ឲ្យប្រជាពលរដ្ឋយើងយល់កុំចុះឥឡូវអ៊ំឆ្លើយទៅនេះថែមទៀតអ៊ំនិយាយរួចម្ដងហើយឥឡូវអ៊ំបន្ថែមតទៅទៀតអ៊ំមកបួសណែរូបថតបួសនៅក្រៅហើយថ្វាយគុំរាល់ថ្ងៃរៀបចូលទូទានមេឃថ្វាយគុំនឹកមេត្តាបិតាដែលមានគុណទាំងអស់អ្នកណាដែលមានគុណនឹងទឹករលឹកទាំងអស់ចាណាយ៉ាងតិចក៏5មនុស្សឬ10មនុស្សដែរមុននឹងចូលទៅតំណែងអានឹងនិយាយអំពីពុទ្ធសាសនាហើយទៅបួសទៀតយើងត្រូវយល់ឃើញប៉ុណ្ណេះស្រួលយល់ទេសាសនាព្រមព្រៀបនៅកម្ពុជាក្រោមវត្ត540វត្តគឺសុបាយរឿងសុខខ្មែរគូនចឹងនេះលូតលាស់វត្តនោះមិនដឹងជាស្អីទេគឺថាគ្រប់កន្លែងទាំងអស់ដល់អង្គវិញយល់ឃើញទៅនេះ
ថ្មីនេះទៀតមានលោកអាចារ្យណាស្លៀកអាវពាក់អាវសអូខ្ញុំទៅបង្កើតកន្លែងនេះច្រើនធំណាស់ដាក់អ៊ីសេរីឬក៏ទៀតអីតែត្រៃបិដកអត់ដែលអ៊ំមើលទៅណាអស់សម្បើមណាស់ត្រៃបិដកដាក់នៅវត្តទៅឲ្យអ៊ំគិតថាហីគិតតាំពីរឿងវត្តអារាមគិតពីត្រៃបិដកអីណាសង់នេះហើយសិតតែជក់ឈាមយកពីប្រជាពលរដ្ឋក្រីក្រអូយបងប្អូនយើងឮស្គាល់តកើតវេទនាអូយកើតជាតិមានតាជាតិណាឲ្យបានប្រាថ្នាឲ្យបានសុខបានសេរីសួស្តីបញ្ញាវាងវៃចាជាតិនឹងវេទនាទាំងអីនោះបាទបំផន់ទេអ៊ំថានិយាយនេះឃោសនាបំផន់ទេពេទ្យខ្វះគ្នាឈឺទៅពេទ្យរត់តែលុយមិនបានខ្លះស្លាប់នៅមុខមន្ទីរពេទ្យមិនតែឡើយនោះទេគ្រឿងខ្លាំងខ្លាណាអ៊ំស្រែកយូរហើយសាលារៀនអ៊ំដើរទៅមើលណាដល់សាលារដ្ឋវិញកាហ្វេកាហ្វក់សិតតែរិញនៅសម្រាប់សាលាមួយនៅទួលស្វាច់ព្រៃសាលានៅនេះណែកន្លែងទូកោអ៊ំទៅឃើញឲ្យសិតតែព្រៃខ្ញុំថាអូម្ចាស់ថ្លៃហើយសាលារដ្ឋណាហើយគេសង់ទុកមកតាំងចំនួនប្រកូណានៅព្រៃបាទដល់ក្រោយមកបងឃើញគេកាត់ថ្មកាត់អីដុតខ្លះថាអ៊ំមើលទឹកទាស់ភ្នែកណាអញ្ចឹងបានអ៊ំថាក្រសួងសិក្សាធិការខ្ទេចខ្វាំហើយអ៊ំចូលទៅដល់បាត់ដំបងគ្រាន់តែចូលទៅដល់ភ្លាមមើលឃើញប្រពន្ធកិច្ចសាស្ត្រាអ៊ំនៅនិយាយនៅបាត់ដំបងកន្លែងគ្រប់ទងជាតិឥឡូវនឹកសឹកទាំងអស់ឃើញហើយថាក្រសួងសិក្សាធិការខ្ទេចខ្ទាំហើយណានិយាយទៀតហើយដាក់មេក្រូឬដល់ប្រមាណរវែងឮដល់ទៅឆ្ងាយព្រោះជុំវិញនោះមានសាលានេតយ៉ងផងសាលាគរុកសលផងច្បៃខេតនោះនៅចិត្តនោះឆ្លងតែស្ទឹងតិចទៅឮឯងប្រងព្រាតដូចមកទុកដុកនេះគឺក៏មើលឃើញអញ្ចឹងដូច្នេះវាអាក្រក់ពេកហើយសាសនាសង់នេះសង់នោះបងប្អូនយើងចៅប្រទេសនេះវាជាទៅសម្រុកទៅអត់មានឯណាជំនឿអកុសលឯណាពីស្រុកខ្មែរមកអីណាឈ្មោះអីយកមកផ្សព្វផ្សាយនៅក្នុងប្រទេសជាចេះលុយទៅឈ្មោះអីទេធានមុធីហ្នឹងបាទធានមុធីបាទមកហើយនៅខាងក្រៅប្រទេសនេះកាប់មុខកន្លែងអ្នកខ្លះនេះមិនទាំងអស់ទេកាប់យកទៅមែនទេដូច្នេះគឺតែកាហ្វេកាហ្វក់មកនៅក្នុងស្រុកខ្មែរមិនដឹងអីទេបកូណានេះទៅចំណងនៅសង្គមរាជនិយមសម្ដេចជួនណាតលោកជាបណ្ឌិតអក្សរសាស្ត្រណាហើយបច្ចនៈនុក្រមសិទ្ធិបច្ចនៈនុក្រមក្រាស់លោកកេងវណ្ណស័ក្តិគូខ្លាំងនៅខាងអក្សរសាស្ត្រតែដល់ខាងជាមួយលោកកេងវណ្ណស័ក្តិហើយនឹងជាមួយមិនខឹងខុសទេខ្លះតែឥឡូវនេះក៏អត់អ៊ំគ្រាន់តែទៅមើលអ៊ំរៀនខ្មែរលេខ1នៅក្នុងប្រទេសពីដើមគុំសិទ្ធអ្នកខ្លះនៅស្រុកអាមេរិកនោះស្គាល់អ៊ំនៅចាំអ៊ំឡាយនៅស្រុកបារាំងក៏មានទៀតដែរប្រហែលអ្នកទៀតនៅរស់នៅឡាយដឹងអ៊ំជាមនុស្សណាដឹងអស់ហើយអក្សរខ្មែរហ្នឹងចេះទាំងអស់គឺថាស្អាតទៅមកហើយលោកអ៊ំខ្ញុំសូមកាត់អ៊ំចំអានខមមិនមួយមុនយើងបញ្ចប់កម្មវិធីព្រោះអីយើងបាននិយាយគ្នាវែងហើយឡើយសូមអានខមមិនខ្លះដើម្បីមុននឹងយើងបិទកម្មវិធីអូខេខ្ញុំអានបានអានទាំងអស់ទេបងប្អូនក្នុង Facebook ដល់អានខ្លះទេមានខមមិនខ្លះជាខមមិនអវិជ្ជមានខមមិនខ្លះជាខមមិនវិជ្ជមានតែគាត់ចេញមតិណាហើយសូមអានខមមិនដែលមិនវិជ្ជមានអវិជ្ជមានមួយថាមានតែសត្វទេដែលថាសម្ព័ន្ធមិនល្អគាត់ថាខមមិនវិជ្ជមានទេគាត់ថាមានតែសត្វទេដែលមិនថាសម្ព័ន្ធមិនល្អនិងកូរ៉េខាងកើតទេនិងសង្គ្រោះជាតិទេដែលបោកឈ្មោះទីប៉ិនអូខេឥឡូវចេះអ៊ំឆ្លើយទៅវិញណាតែនឹងមួយសិនបាទអត់អីទេណែឈ្មោះអីគាត់ឈ្មោះអីខមមិនគាត់ឈ្មោះអីទីប៉ិនបាទឈ្មោះទីប៉ិនឈ្មោះប៉ិនឈ្មោះទីយ៉ាងទៅខ្ញុំមិនដឹងជាប្អូនខ្ញុំឬបងខ្ញុំទេប៉ុន្តែជួបពិតទៅណែមានតែសត្វទេដែលអញ្ចឹងគុំអីទេមិនបាច់ថាសត្វទេយើងនិយាយល្អទៅព្រោះអ៊ំនៅតែនិយាយល្អជាមួយអញ្ចឹងពីព្រោះអ្នកចង់ជេរអ៊ំក្តីអីក្តីរឿងដឹកនាំរបស់យើងផ្សឹងដែលលោកកឹមវិសាគាត់ជាមានយុទ្ធសាស្ត្ររបស់គាត់ទេហើយអ៊ំគ្រប់គ្រងគាត់ហើយគាត់ខឹងខ្លះល្អខ្លះអីចឹងហើយគាត់បើនិយាយអំពីជាមួយសម្ព័ន្ធវិញគាត់ទន់ខ្លួនល្អណាស់ដូច្នេះអ៊ំយល់ទៅភាពការគាត់ជេរហ្នឹងគឺថាគាត់តឹងទ្រូងពេកអ្នកទៅប្រទេសខ្លះយកទៅបាញ់ចោលផងអ្នកណាធ្វើខុសនៅប្រទេសចឹងគឺយកបាញ់ចោលហើយប្រទេសខ្លះcũngចឹងដែរណាអ៊ំប្រាប់ដូច្នេះប្រទេសយើងនឹងវាបើនិយាយខ្ទុះហ្មងប្រទេសយើងតែនឹងបានលោកកុំស្នាប់គាត់ដៅហើយនោះប៉ុន្តែអ៊ំទោះបីយ៉ាងណាក៏ដោយអ៊ំនៅខាងក្រៅប្រទេសនេះអ៊ំជាជា
counselor ផងជាទីនៃអប់រំមនុស្សឲ្យល្អផងហើយអ៊ំក៏មានខាង education ផងខាងនយោបាយផងគ្រប់បែបគ្រប់យ៉ាងអត់អីទេអ្នកដែលចង់ជេរក៏ដោយចង់បញ្ជាអ៊ំក៏ដោយអ៊ំគ្រាន់ថាគាត់ទៅយូរនឹងឆាប់គង់ល្អទេគង់តាបានពីពុំហិDP ពីមុនមានប្រហែល10ឆ្នាំមុនលោកកឹមវិស្នាគាត់តស៊ូមកម្នាក់គាត់មាន4 5 6នាក់អង្គុយឥឡូវហ្នឹងយើងគិតមើលរាប់ម៉ឺននាក់ដូច្នេះគង់អត់ទៅទេនៃសម្ព័ន្ធទៅហើយចាំមើលដល់យើងទៅវិញណាដល់យើងទៅដល់វិញណាមនុស្សព្រូមកឯងអូយអ៊ំមានការពិសោធន៍អស់ហើយអាអ្នកព្រូចុះព្រូឡើងនឹងដឹងរួចអស់ហើយណាដូច្នេះអ៊ំអត់មានអីសង្ស័យទេហើយចំពោះអ៊ំវិញណាចង់អ្នកណាថាមិនក៏ដោយគឺអ៊ំច្បាស់លាស់ពីគោលដៅរបស់អ៊ំច្បាស់លាស់ណាតក់ពេញបំពង់ដោយអ៊ំតែងបញ្យល់អញ្ចឹងគឺថាមិនមែនភ្លើងចម្បើងទេចូលនៅក្នុងបកសម្ព័ន្ធនៃប្រជាធិបតេយ្យអត់មានដូចភ្លើងចម្បើងទេគឺយល់ច្បាស់លាស់ហើយអប់រំគ្នាឯងទៅជាខ្ជូងទៀតឲ្យងុំចិត្តទៅមុខទៀតហើយអ៊ំមើលឃើញអញ្ចឹងអ៊ំប្រសើរណាស់នារីគាត់ធ្វើការគាត់ហ៊ាននិយាយគាត់អស់កម្លាំងគាត់ហើយគាត់មានកូនមានអីផងធ្វើការហត់នឹងគាត់ខំមកទៀតណាដូចយុគមិញទៅដល់ផ្ទះមិត្តភក្តិដែលជួមគ្នាគាត់កូនពីរត្រឡប់មកវិញគាត់សម្រានលើឯសូហ្វាតស៊ូឲ្យបាត់ឡើងទៀតគឺថាខាងក្រៅដល់កណាខ្លាំងខ្លាអញ្ចឹងណាគួរយល់ច្បាស់ហ្មងដូច្នេះអាអ្នកដែលជេរអីហ្នឹងណាអត់អីទេឲ្យគេធ្វើទៅជេរច្រើនយើងចេះតែយល់ច្រើនឃើញទេហើយប៉ុន្តែយើងគ្រាន់ដឹងថាអ្នកជេរយើងមើលទៅមានចរិតបែបណាណាដែលនឹងសមមនុស្សជាមនុស្សទេទុកឲ្យប្រជាពលរដ្ឋគេវិនិច្ឆ័យទៅមួយទៀតអារឿងជេរនឹងយើងទុកមិនបានទេខ្លះគឺអត់មានបើកមកគ្មានចិត្តរុំទ្រេទេព្រោះនោះវាយួនវាចង់ឲ្យតែបានជោគជ័យទេម្ល៉េះហើយយើងនិយាយអីទៅវាជេរព្រាមមកព្រោះយើងដឹងថាអ្នកណាយួនអ្នកណាខ្មែរដឹងថាមិត្តនៅក្នុងប្រទេសស្តុបថ្ងៃវាលាយឡំគ្នាដូចជារិញដែរលេខផ្ទុះចឹងមិនដឹងជាស្នាទេមួយទៀតយើងត្រូវមើលឧទាហរណ៍ណាដែលមើលបងប្អូនទាំងអស់នៅក្នុងពិភពលោកទាំងអស់ស្ដាប់ខ្ញុំជំនាន់រិញដែរធ្វើបកូនណាព្រះអង្គលោកឲ្យចូលព្រីម៉ាគីមិនដឹងជាមនុស្សណាខ្លះទៅចូលទៅទេអាលឺតែព្រមទៀតឲ្យខំក្នុងសង្គ្រាមផងទៅហើយលន់នល់ធ្វើបាបពុកឲ្យលួយអីបាក់ពួកចឹងទៅត្មងចូលព្រីពុកអាយុនោះវាសុបាយចិត្តណាស់បានដល់គោលដៅវាហើយបើសង្គ្រាមកើតមកវាសុបាយចិត្តពីព្រោះវានៅនោះចង់ឲ្យបរិយាអាកាសនោះកើតអញ្ចឹងដើម្បីវាយកចំណេញតែយើងអត់ដឹងខ្មែរយើងអត់ដឹងអ៊ំមើលពីក្រៅឃើញច្បាស់ចឹងហ្មងព្រួយបារម្ភហ្មងគាត់ឃើញប៉ុណ្្នឹងអូអាយុយកចំណេញបាត់រហូតបន្ទាល់ថ្ងៃនេះដូច្នេះអ៊ំគិតអានោះវិញដូច្នេះអាការជេរការអីនោះទោះបីអ្នកណាក៏ដោយណែលោកនៃរដ្ឋត្រីហ៊ុនសែនណាតែហ៊ានធ្វើល្អបន្តិចមកគេលេងគាត់លើដូចជាលេងស្អីប៉ែនស្វណ្ណណាប៉ែនស្វណ្ណយកយួនមក7មករាណាប៉ែនស្វណ្ណដែលយកយួនមកដូចពុំប៉ែនស្វណ្ណវាប្រកាសខ្លួនឯងទៅហ្មងឥឡូវស្លាប់បាត់ហើយនៃ CPP ខ្លះគេថាប៉ែនស្វណ្ណជាវីរៈបរិសុទ្ធឈួតត្មងយកយួនមកសម្រាប់ខ្មែរហើយទៅថាប៉ែនសវណ្ណនេះវីរៈបរិសុទ្ធអ៊ំស្រែកត្មងដល់សូមចឹងធ្លាក់ទឹកចិត្តមកប៉ែនសវណ្ណនេះណាក៏ជាឃាតករមួយដែរខ្ញុំជួនចូលមកលុបដូចប្រទេសកម្ពុជាអាយួនវាប្រើរឿងអញ្ចឹងអាព្រះរមុំចឹងមើលយួនអត់ឆ្ងាយអាហ្នឹងហើយគេហៅថាមនុស្សក្បាលកន្ទុយបញ្ញាកន្ទុយមិនដែរបាទតែខ្ញុំគ្មានដឹងទេបងប្អូនយើងចាស់ពីដើមគេថាបញ្ញាកន្ទុយមិនដែរមនុស្សខ្លះមើលឃើញឆ្ងាយមនុស្សខ្លះមើលឃើញចេញអាអ្នកមើលឃើញចិត្តណាដូចជាទឹកកន្លះអមចឹងចង់ដូចបោកជុំក្បួនក្តាំងដល់មនុស្សដែលគេមើលឃើញឆ្ងាយដូចទឹកពេញប៉ោចឹងមិនសុំចឹងទៀតអូខេយើងអានខមមិនបន្តទៀតរស់សារាយស្អប់អំពើអាក្រក់គាត់ថាបែកស្លុយតាំងពីដាផឹកស៊ីកាប់ចាក់ជក់គ្រឿងញៀនទៅជាមនុស្សចេះចូលរួមសង្គមដឹងខុសត្រូវអាណិតស្រឡាញ់សង្គ្រោះអ្នកដទៃស្គាល់គុណស្គាល់ទោសស្គាល់មនុស្សបោកស្គាល់មនុស្សជួយស្គាល់គុណពុកម៉ែមិនទៅជាបែកស្លុយវិញគេចង់ឆ្លើយគាត់ចង់ឆ្លើយតបជាមួយនឹងខមមិនដែលគេថាអ្នកដែលស្ដាប់យល់ RDP ទៅជាបែកស្លុយពាក្យបែកស្លុយហ្នឹងអ៊ំថប់លើពាក្យថ្មីបាយស្លុយមិនថ្មីបាយស្លុយនេះពាក្យថ្មីដែលគេសម័យឥឡូវក្មេងៗគេច្រើនតែប្រើណាបាយស្លុយនេះគឺឈួតហ្នឹងអ៊ំគឺថាវាថាបាទឈួតហ្នឹងឯងបាយស្លុយអូខេអញ្ចឹងអានខមមិនតទៀតអ៊ំខមមិននេះដូចអត់សូវមិនអ៊ំឆ្លើយតែពេលហ្នឹងនិយាយម្ដងទៀតមកអ៊ំចង់ដោះស្រាយព្រោះអ៊ំមានការពិសោធន៍កន្លែងហ្នឹងនិយាយម្ដងទៀតគាត់ដូចជាមានកំណត់គ្រប់គ្រងយើងគាត់ជានៅខាងយើងគាត់គាត់ទៅថាមនុស្សដែល
ជួគ្រឿងញៀនមនុស្សដែលមិនល្អខ្លាចជាមនុស្សល្អដោយសារស្ដាប់សម្ព័ន្ធមនុស្សដែលមិនស្គាល់គុណទោសទៅជាមនុស្សស្គាល់គុណស្គាល់អ្នកជួយស្គាល់អ្នកបោកអញ្ចឹងបានថាសម្ព័ន្ធជួយឲ្យគាត់ខ្លាចជាមនុស្សម្នាក់ដែលមានបញ្ញាអាចវែកញែកខុសមិនត្រូវបានអញ្ចឹងយើងមិនចាំបាច់បកស្រាយព្រោះគាត់ខមមិននេះគឺខមមិនល្អខ្ញុំចង់រកខមមិនមួយដែលជាខមមិនដែលមិនគ្រប់គ្រងយើងប៉ុន្តែរត់បាត់ឆ្លើយគ្នាមួយសិនគេថាអញ្ចឹងទៅបងអ៊ំភ្ជាប់អានឹងមួយដើម្បីឲ្យអ្នកដែលគាត់ប្រឆាំងកន្លែងនឹងមួយអ៊ំយកឧទាហរណ៍ជាក់ស្ដែងដល់នោះអ៊ំនៅបង្រៀននៅ Lynn Massachusetts ណាមានកូនសិស្ស2នាក់មួយនេះឈ្មោះផាតប្រភពជាងគេភ្លាកតក្រឲ្យខ្មៅឯងឲ្យយ៉ាមេវិញកេងតែពីដើមនៅកាលីហ្វ័រញ៉ាគេហៅអាកេងណាដល់អាកេងគឺពួកអ្នកលេងមានកំភ្លើងមានអីវាយទៅសម្រាប់បណ្ណាក៏សម្រាប់វាក្រុមគេហ្នឹងក្រុមខូចហ្មងវាយឡើងវាយអីមួយប្លន់ដល់គេដេញពីកាលីហ្វ័រញ៉ាទៅមករៀននៅ Massachusetts មកជាកូនសិស្សរបស់អ៊ំនឹងទៅមកអ៊ំធ្វើយ៉ាងទេដឹងថាហ្នឹងខូចគេឲ្យតាមមកថាហ្នឹងជាមីរញ៉េកេងហើយជាមីពាក្យខ្មែរយើងពួកមួយខ្មែរអ្នកលេងពាក្យខ្មែរយើងគេហៅថាលេងណាឲ្យវាញឹមឲ្យធំចង្ក្រងតែខ្មែរគ្នាវាមាន4 5នាក់អ៊ំរៀបចំមនុស្សនឹងយ៉ាងម៉េចទេឲ្យនឹងអង្គុយក្រោយគេឲ្យនឹងអង្គុយក្រោយគេតែអ៊ំចេញក្រៅបន្តិចទៅនំទៅអហ្វទៅការិយាល័យអីណាអ៊ំហៅមកប្រាប់ថាឈ្មោះផាតណាឥឡូវប្រហែលជាស្ដាប់លឺហើយមិននឹងឡើយទេផាតហ្នឹងមើលលោកគ្រូឲ្យមើលណាមើលកូនសិស្សផាតអីនៅខាងក្រោយគេមើលដឹងហើយណាមាត់ណាក្រោយគាត់ឲ្យលោកគ្រូមកមិនទេគាត់ដល់ក្រោយមកអានេះសិស្សខ្លះគេមកប្រាប់ថាលោកគ្រូមិនឲ្យមនុស្សខូចយ៉ាងនេះទៅមើលគេអញ្ចឹងលោកគ្រូថាមកចេះនៅស្ងៀមលោកគ្រូជាគ្រូបង្រៀនថ្ងៃក្រោយផាតហ្នឹងកែល្អហ្មងកែនឹកថាខំរៀនខំអីទៀតអានេះទី1ដែរអាមួយទៀតណែអានេះគេអត់អ៊ំមិនចេះកែមនុស្សឲ្យពីអាក្រក់មកល្អមានឧទាហរណ៍2ទៀតនៅនៅសកលវិទ្យាល័យគ្រប់គ្រងតាមអ៊ំយកមកឧទាហរណ៍នេះឲ្យបងប្អូនស្ដាប់និយាយតែការពិតទេមិនមែននិយាយរឿងប្រេះប្រាស់ទេមួយទៀតនៅ Massachusetts ដែរឈ្មោះណែភ្លេចឈ្មោះហើយនៅតែសម័យមុខទេប្តីម្ដាយឪពុកបែកបាក់គ្នាហើយនៅជាមួយម្ដាយនោះចេះតែបញ្យល់កូននោះឲ្យស្អប់ឪពុកអូតែនិយាយជាមួយឪពុកបន្តិចគឺអត់បានទេកិច្ចបើមានខ្មៅតែកិច្ចប្រហែលមកវាអារម្មណ៍វាខឹងណាដល់អញ្ចឹងអ៊ំបញ្យល់តែណែឈ្មោះសៃឡាឈ្មោះសៃឡាថាសៃឡាឯងណាឪពុករបស់យើងម្ដាយក៏ម្ដាយរបស់យើងជួនកាលយើងយល់ច្រឡំចេះតែចឹងថ្ងៃណាមួយសៃឡាឯងត្រូវទូរស័ព្ទទៅឪពុកឬក៏ដើរទៅលេងឬក៏អីចឹងក៏ទៅអូយខំលោកគ្រូរហូតស្រាប់ដល់ថ្ងៃមួយលោកគ្រូចេញផុតពីសាលានោះឃើញលោកគ្រូដើរនៅសួនមួយរត់មកហ្មងថាលោកគ្រូនិយាយត្រូវឥឡូវខ្ញុំជាមួយពុកខ្ញុំទៅនៅមួយពុកខ្ញុំវិញហើយលើកដៃស្ពះណាអាហ្នឹងមួយទៀតកែមនុស្សណាគេគឺអំណត់ណាមួយទៀតនៅសាកលវិទ្យាល័យគ្រប់គ្រងនឹងបាត់ដំបងហើយឯងមានណាទេឥឡូវនិយាយស្ដាប់ឲ្យពីស្រីមួយប្រុសមួយស្រីនោះស្លៀកពាក់ឲ្យខ្លីស្ទើរលើជង្គង់មកទោះមើលរឿងគូជាបាលហើយម្ដាយអត់មានប្តីទេប្តីគាត់ស្លាប់ហើយនៅតែម្ដាយកូនតែស្រីតែមួយដល់ហើយជិះម៉ូតូលួនចូលសាលានឹងសឹងតែបុកគេបុកឯងទៀតលោកគ្រូដាក់លួន5មិនិតទៅ5រញម៉ៃ5រញស្អីនៃគីឡូក្នុង1ម៉ោងគឺជិះព្រុចគ្រូហៅមកបញ្យល់ចេះដល់យល់ទៅយ៉ាងម៉េចទេអត់ដែលមានស្គាល់ក្រោមមែនទេនៅគេឲ្យស្លៀកត្រឹមជង្គង់ទេអត់លេងឲ្យរហូតដល់ក្រោមហើយជាអ្នកដឹកនាំគេទៀតណាអ្នកដឹកនាំហ្នឹងខ្លួនឯងឆ្នាំទី1ដល់នាំទៅរិញភ្នំពេញទៅតាមបឹកទៅជាដឹកនាំគេក្នុងមួយបឹសនឹង50នាក់ហ្នឹងខ្លួនឯងឆ្នាំទី1ទៅដឹកនាំដល់រហូតដល់ឆ្នាំទី4ហើយនៅឆ្នាំតាំងពី4គឺគ្រូឲ្យវោតថាលើអ្នកណាចង់ដឹកនាំគេនៅក្នុងនឹងមើលចំនួនលោកគ្រូគេវោតឲ្យម្នាក់ហ្នឹងមួយទៅហើយចូលវត្តណាទៅវត្តនោះលើឃើញតែក្នុង Facebook ហ្នឹងមួយទៀតគឺកែទាំងត្រង់ឃើញអ្នកខ្លះដែលនារីមួយដែលធ្វើការផ្ទាល់របស់នៅសាកលវិទ្យាល័យគេថាកូនសិស្សតំណប់របស់លោកគ្រូនោះមួយទៀតប្រុសគឺពាក់ស្បែកជើងអីកូនដែលមានអត់ទេគឺថាកោងហ្មងគឺថាមនុស្សក៏គ្មានពីណានិយាយបានដល់លោកគ្រូហៅទៅជួបលោកគ្រូអត់ដែលបង្អាប់អ្នកណាមួយទេពីព្រោះមនុស្សកើតមកណាវាខ្វះការអប់រំសង្គមវាធ្វើឲ្យចេះចង់ចេះលោកគ្រូអត់ដែលបង្អាប់ប្រជាពលរដ្ឋណាមួយទេបើគ្រូបង្អាប់វិញណាបង្អាប់តែសង្គមទឹកនាំទេអ្នកណាដែលទទួលខុសត្រូវក្នុងសង្គមនោះក៏នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋវេទនាលោកគ្រូបន្ទប់តែអ្នកដឹកអប់រំទេបើឯងគ្មានសមត្ថភាពទេដកដើរចេញទៅចប់ហើយប៉ុន្តែអត់អញ្ចឹងដល់អញ្ចឹងគូនិយាយពីម្នាក់គាត់ហៅចូលបន្ទប់លោកគ្រូអត់ចូលទេគេពាក់បែកជើងណាស
cònចូលទៅដល់ប្រាប់លោកគ្រូព្រាមដឹងខ្ញុំកូនអ្នកណាដល់លោកគ្រូឆ្លើយទៅវិញវិញក៏ដឹងតែណែកុំស្អីឆ្លើយយ៉ាងស្រួលក្រោយមកលោកគ្រូលើកឲ្យធ្វើជាអនុប្រធានទី3នៅក្នុងថ្នាក់ទី4គេមានប្រធាន1 2បែលោកគ្រូឲ្យទី4ហើយពួកនោះយល់ថាលោកគ្រូសួរទៀតគ្រូអប់រំថាឲ្យតែគ្នាធ្វើទៅអត់អីទេនៅតែស្ដាប់ក្រោយមកដូរទាំងអស់ទៅជាមនុស្សមួយយ៉ាងល្អបំផុតហើយជួបលោកគ្រូកន្លែងណាគ្រូអរគុណលោកគ្រូមកអាមេរិកហើយនៅតែ text ស្បើអរគុណនឹកលោកគ្រូសុខសប្បាយទេអប់រំមនុស្សណាយើងត្រូវយល់ចេះបងប្អូនជាទីគោរពនឹកគ្រប់កន្លែងទាំងអស់ខ្លាណាបំរីដែលគេយកទៅបង្ហាត់លេងសៀកជាសត្វមានពឹសសោះណាហើយពោះអីក៏ទៅគេមិនគេធ្វើបានគេបង្ហាត់ដល់ទៅសត្វដើម្បីឲ្យគោរពយើងឲ្យលោតឲ្យហត់ឲ្យបានឲ្យជួយយើងអប់រំមនុស្សមិនបានមកពីយើងជួនកាលខ្លួនឯងវាមិនគ្មានសមត្ថភាពបាទអប់រំមនុស្សទៅជាថាគេខុសអញ្ចឹងបានពាក្យខ្មែរមួយថាជាងមិនកើតទៅបន្ទុកដៃហ៎ជាងមិនប្រកែទៅជាបន្ទុកដៃអញ្ចឹងគ្នាដូច្នេះណាបានជាលោកគ្រូតែងថាក្រសួងអប់រំជាតិតិចខ្ទាំហើយតទៅទៀតអូខេសូមអានខមមិនបន្តទៀតកំណើតថ្មីក៏ថាគេតែងនិយាយថាលោកខឹមវាសនាចេះតែនិយាយប្រវត្តិសាស្ត្របន្លប់ខ្មែរគាត់ជាគិញតើលោកអ៊ំយល់យ៉ាងណាគាត់សួរទៅខ្ញុំស្ដាប់ច្បាស់ម្ដងទៀតបាទគាត់និយាយថាគេតែងនិយាយថាលោកខឹមវាសនាចេះតែនិយាយប្រវត្តិសាស្ត្របន្លប់ខ្មែរគាត់ជាគិញតើលោកជាអីគាត់ជាអីជាគិញរបស់គាត់មិនថារបស់អ្នកណាជាគិញតែគិញជាទីភ្នាក់ងារសម្ងាត់ទីភ្នាក់ងារសម្ងាត់បាទជាគិញយល់តើលោកអ៊ំយល់យ៉ាងណាលោកកុំវាសនាណាអ្នកដែលលៀបពួរគាត់ណាគឺមនុស្សនឹងចេះតែធ្វើទៅដូចអ៊ំនិយាយមិញអញ្ចឹងតែមិនមែនរបស់ខ្លួនឯងទេចេះតែថាហើយពីព្រោះលោកខំវាសនាគាត់ធ្វើទៅវាខាតប្រយោជន៍របស់ CPP ដូច្នេះគេថាតែគាត់អញ្ចឹងឯងប៉ុន្តែគាត់ជ្រៅជ្រះណាគាត់ស្រាវជ្រាវប្រវត្តិសាស្ត្រគាត់មើលឃើញមួយមនុស្សលោកខំវាសនាដែលលោកគ្រូបានអ៊ំប្រាប់ហើយគាត់ណាកើតមុនអ៊ំគាត់ដឹងការច្រើនជាងអ៊ំទៀតគាត់រស់នៅក្នុងសភាគាត់យល់គាត់ឃើញស្រីគិតតែពីកញ្ចក់គិតតែពីអួតពីហូលគាត់និយាយអស់មានមូលបកាយណាហាហើយចេញគ្រាន់តែចូលសភាផុតទេប្រាក់ខែនៅស្រុកនេះណាសភាមួយម្ចាស់ថ្លៃអើយគេគិតណាស់មលោកម្ចាស់ថ្លៃមិនមែនតែលេអាឡោដូចសភាស្រុកខ្មែរទេគេធ្វើការគេមកចត់ណានេះសូមប្រាប់ណាដូច្នេះយកលុយប្រាក់$2000ទៅហូបចុកខ្លួនឯងហ្នឹងគឺថាអាក្រក់ជាទីបំផុតបើអ៊ំវិញក៏វត្តចោលមកអត់យកមកធ្វើមកធ្វើទៅត្រូវដឹងខ្លួនណាដូច្នេះលោកកឹមវាសនាណាគាត់ដកខ្លួនចេញពីគណៈបករាំងស៊ីមកគាត់ដកខ្លួនចេញពីសភាមកណាត្រូវគោរពគាត់ណាគាត់ឃើញអាក្រក់ពេកនៅក្នុងសភាហ្នឹងមនុស្សម្នាក់ឯងគាត់គ្រាន់តែចូលទៅធ្វើរដ្ឋសភាបើអ៊ំមិនទៅផងមិនទៅបើអ៊ំចង់ធ្វើបានต้องទទួលវិញណាដូចអ៊ំនិយាយមិញអញ្ចឹងមិនមែនត្រឹមតែផ្កាយ3មាស4មាសទេលើអា4មាសហ្នឹងទៅទៀតពីព្រោះអ៊ំមានសមត្ថភាពជាងពួកហ្នឹងរហូតមកទល់ថ្ងៃហ្នឹងដូច្នេះលោកខឹមសកាគាត់គិតប្រយោជន៍ប្រជាពលរដ្ឋធំជាងគាត់មកនៅវេទនាស្រែកមួយថ្ងៃលោកអើយលោកភ័យព្រួយកាត់គាត់ឈឺសួតផងនិយាយអត់ឈប់និយាយពេលណាយំអាសូរប្រទេសជាតិយើងមិនមើលផងអញ្ចឹងបានថាមនុស្សណាខ្លួនឯងតាមគេមិនទាន់ទៅថាគេគិញគេដឹងរឿងច្រើនគេមើលច្រើនគេស្រាវជ្រាវច្រើនអ៊ំមិនគឺគាត់ដឹងច្រើនតែការដឹងច្រើនគាត់ដឹងច្រើនជាងអ៊ំពីព្រោះគាត់នៅខាងក្នុងទៅគិញទៅណាចោតគេលៀបពណ៌គេលៀបអីតែប្រាស់សុំទៅអ៊ំនោះក៏គេលៀបពណ៌ដែរហើយអ៊ំនៅអាមេរិកផងណាដូច្នេះខ្ញុំសូមបំពេញនាមដែលអ្នកនៅក្នុង LDT ពុំបានត្រូវមានស្មារតីនឹងទៅលោកខំសកលធ្វើត្រូវរបស់គាត់ឲ្យមិនងាយរត់ទេក្នុងប្រទេសកម្ពុជាយើងត្រូវការមនុស្សរបៀបអញ្ចឹងដែលរួបរวมគ្នាដើម្បីកសាងមាតុភូមិសាជាថ្មីគឺដូចគាត់មានចិត្តពីក្នុងខ្លួនក្នុងបេះដូងមកអញ្ចឹងនេះលោកគ្រូសូមឆ្លើយទៅវិញអញ្ចឹងខ្ញុំសូមឆ្លើយទៅវិញអញ្ចឹងបាទអូខេឥឡូវខ្ញុំមកខមមិនដែលជាសំណួរឬក៏ជាមតិផ្ទុយអត់ភាគច្រើនគឺជាបងប្អូនយើងចូលមកជំរាបសួរសួស្ដីហើយមិញម៉ាលីគាត់ថាបញ្ញវន្តជើងចាស់បញ្ញវន្តជើងចាស់អ
គុណលោកអើយលើកុំផ្សាយខ្ញុំវិញខ្ញុំសុំតាស្ដាប់តាអ៊ំទៅបានហើយមិនបាច់ផ្សាយទេអ៊ំអរគុណច្រើនណាអ៊ំរួមសុខទុក្ខជាមួយឲ្យមានការកក់ក្ដៅកូនខ្មែរនៅប្រងើយដល់ណាពេលលាដល់ហើយអូកូនខ្មែរនៅប្រងើយដល់ណាព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយអោកលបុត្រអើយតាអ្នកភ្លេចហើយឬពុនសាវតាយើងត្រូវតែរួមគ្នាកសាងខេមរាឲ្យបានគង់វិញឡើងកនតាមិនដេចឡើយជាតិនឹងថ្កាពេលលាដល់ហើយបើយើងកនតាមិនដេចឡើយជាតិនឹងថ្កាសាវតាយើងរឹងរឿងអង្គកាងខានដោយជាតិយើងសាមគ្គីសាវតាយើងរុងរឿងអង្គកាងខានដោយជាតិយើងសាមគ្គីកុំមើលបំណាំគ្នាយើងត្រូវការពារពូជពងជាតិសាសនាក្រោកឡើងខេមរាចិត្តឆ្ងាយរួមគ្នាកសាងជាតិជាថ្មី